បាទសម្រាប់ខ្ញុំមួយខ្ញុំអាចនិយាយថាបានសម្រាប់ខ្ញុំមួយក្នុងម្នាក់ខ្ញុំអាចវាយបាន10នាក់ក្នុងអាវុធដែលខ្ញុំប្រើក្នុងមួយបងខ្ញុំបាញ់ក្បាលវា10នាក់ទៅ20នាក់ទៅតាមជំនាញរបស់ខ្ញុំបាទអញ្ចឹងដូច្នេះហើយខ្ញុំបាទសូមគ្រប់ដល់អាដាមរួមទាំងមេទាំងអស់គ្នាផងដែរបាទសូមមេត្តាជួយរូបខ្ញុំបាទអនុគ្រោះឲ្យរូបខ្ញុំបាទមេត្តាបានតែជួយបកាស្មាជាមួយបងប្អូនរបស់ខ្ញុំនៅឯជួរមុខបាទប្រាក់ខែខ្ញុំអត់យកក៏បានដែរខ្ញុំអត់យកទេខ្ញុំសុំតែមួយថ្ងៃបាយ3ពេលនឹងដើម្បីការពារប្រទេសជាតិរបស់ខ្ញុំមួយនេះមាតុភូមិរបស់ខ្ញុំមួយនេះបាទជួននេះរដ្ឋាភិបាលរបស់ខ្ញុំគឺខ្ញុំស្លាប់ទៅបិទភ្នែកចិត្តបាទខ្ញុំស្ដាយពេលវេលានឹងចំណេះបាទនឹងការលត់ដំការប្រឹងប្រែងរបស់ខ្ញុំគ្រប់ជំនាញទាំងអស់បាទគ្រប់ជំនាញទាំងអស់ជំនាញអ្វីក៏មានបាទដូច្នេះហើយខ្ញុំមិនចង់ឲ្យឱកាសមួយនេះរួមទាំងចំណេះដែលខ្ញុំបានឆ្លងកាត់ពីមុនមកកប់ចោលទាំងប្រទេសនោះទេបាទហើយក៏ខ្ញុំមិនអាចនឹងទ្រាំនឹងឈរមើលបងប្អូនរបស់ខ្ញុំក្រាបលានក្រាបលូនណាបានពាក់លីឥឡូវនេះមិត្តភ័ក្តិរបស់ខ្ញុំបានឃើញហើយពាក់លីច្រើនណាស់ពូម៉ាក់ខ្ញុំសិតតែអ្នកមិត្តរួមចំនួនជាមួយខ្ញុំតែសួរតែខ្ញុំអាចនៅអង្គុយនៅដេកចាំមើល Facebook គេផុសណាបានតទៀតទេហើយសុំបងពុកម៉ែបងប្អូនទាំងអស់គ្នាឈប់យល់ច្រឡំទៅម្នាក់គិតថាខ្ញុំនេះពេលមានសង្គ្រាមណារត់ចោលជួររត់ចោលឈ្មោះបាទខ្ញុំសូមជម្រាបប្រាប់ម្ដងទៀតបាទអាចសួរអង្គភាពខ្ញុំបានគឺខ្ញុំផ្ទេរឈ្មោះឲ្យប្អូនប្រុសម្នាក់ដែលនៅសាលាមជ្ឈមណ្ឌលហ្នឹងបាទគឺខ្ញុំឈប់ធ្វើធាននៅទីហ្នឹងហើយមូលហេតុគឺខ្ញុំសូមផ្ទេរឈ្មោះទៅការពារព្រំដែនអត់បានបាទមូលហេតុគឺខ្ញុំមានទួនាទីជាគ្រូលំហាត់របៀបបាទជាគ្រូលំហាត់របៀបបាទពុំមែនថាខ្ញុំខ្ជិលបង្ហាត់បងប្អូនរបស់គ្នានោះទេតែខ្ញុំយកពេលដែលឆ្លៀតឱកាសពេលដែរខ្ញុំរងចាំពេលហ្នឹងដែលមានចោលណាមកទន្ទ្រានឈានពានខ្ញុំនឹងលះបង់កាយរបស់ខ្ញុំជូនប្រជាពលរដ្ឋជូនរដ្ឋាភិបាលរបស់ខ្ញុំក៏ប៉ុន្តែខ្ញុំកាត់ទៅអត់បានផងគឺសួរខ្ញុំនៅតែអីទៀតណាខ្ញុំនៅតែអីទៀតណាដូច្នេះហើយខ្ញុំសឹកចោលឈ្មោះចោលទូនាទីចោលតំណន្តរស័ក្តិអមុខវត្តរបស់ខ្ញុំបាទខ្ញុំសឹករត់ទៅធ្វើកូនទាហានណាអត់យកប្រាក់ខែក៏បានដែរសុំតែមួយថ្ងៃបាយ3ពេលណាបង្គាស្មាជាមួយបងប្អូនរបស់ខ្ញុំទោះខ្ញុំស្លាប់ឬរស់ជាណាក៏ដោយក៏ខ្ញុំមានមោទនភាពសម្រាប់ខ្លួនឯងដែលខ្ញុំឈាមជ័រជាខ្មែរដែលខ្ញុំស្រឡាញ់ប្រទេសជាតិស្រឡាញ់ទឹកដីរបស់ខ្ញុំស្រឡាញ់ជាតិសាសនានិងព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលរបស់ខ្ញុំបាទដូច្នេះហើយខ្ញុំសូមអំពាវនាវដល់មេម្ដងទៀតបាទសូមមេត្តាបើកចិត្តមេត្តាជួយដល់រូបខ្ញុំបាទឲ្យបានទៅបកាស្មាជាមួយបងប្អូនរបស់ខ្ញុំនៅខាងឯជួរមុខផងហើយខ្ញុំសូមធានាថានឹងមិនធ្វើឲ្យមេបាក់មុខឬក៏ផ្សោះស្លុយឬក៏ផ្លត់ស្នៀតកន្លែងណាមួយជាដាច់ខាតខ្ញុំហ៊ានធានាថាខ្ញុំអាចតទល់ជាមួយខ្មាំងសត្រូវបានសម្រាប់ខ្ញុំម្នាក់ខ្ញុំអាចស៊ីបានក្បាល10នាក់គឺខ្ញុំយកជំនាញនៃការឆ្លងកាត់របស់ខ្ញុំមកបាទហើយបើសិនជាមានខុសឆ្គងកន្លែងណាគឺបាទក៏សូមខន្តីអភ័យទោសដល់ពុកម៉ែបងប្អូនរបស់គ្នារួមទាំងមេផងដែរនេះគឺជាបណ្ដាំរបស់ខ្ញុំចុងក្រោយហើយខ្ញុំពុំមែនខ្លាចស្លាប់នោះទេហើយខ្ញុំក៏មិនបានរត់ចោលជួរផងដែរឈ្មោះរបស់ខ្ញុំគឺខ្ញុំផ្ទេរឲ្យប្អូនប្រុសម្នាក់ដែលនៅសាលាមជ្ឈមណ្ឌលវឹកក៏តបជើងគោកព្រោះខ្ញុំមិនអាចនៅបានតទៅទៀតទេព្រោះអីខ្ញុំរងចាំពេលដែលប្រទេសមានសង្គ្រាមខ្ញុំនឹងចាក់ចេញពីទីនឹងដើម្បីទៅតទល់ជាមួយខ្មាំងសត្រូវរបស់ខ្ញុំតែខ្ញុំគេមិនឲ្យកាត់បានទេព្រោះខ្ញុំទុនទីនេះជាគ្រូដូច្នេះខ្ញុំនៅតែអីទៀតខ្ញុំមិនអាចឈរអោបដៃទាំងថៃមកក៏ក្លឿនមកចូលឈ្លានពានទន្ទ្រានទឹកដីរបស់ខ្ញុំបានទេខ្ញុំឈឺចាប់ណាស់អញ្ចឹងខ្ញុំមានជំងឺអញ្ចឹងខ្ញុំមិនអាចបន្តបង្ហាត់បង្រៀននៅសាលាមជ្ឈមណ្ឌលបានទេអញ្ចឹងខ្ញុំសូមលាឈប់ហើយក៏អត់មានខុសវិន័យហើយក៏រត់ចោលជួរដែរហើយក៏អត់ខ្លាចស្លាប់ដែរគឺសូមប្រកាសឲ្យពុកម៉ែបងប្អូនរបស់គ្នាដឹងជាសាធារណៈហើយការខ្ញុំបកស្រាយមកនិយាយនេះក៏អត់មានការខ្មាស់អៀនដែរគឺជារឿងពិតរបស់ខ្ញុំអញ្ចឹងដូច្នេះហើយខ្ញុំសូមអំពាវនាវម្ដងទៀតបាទសូមគោរពដល់មេទាំងអស់គ្នាបាទមេត្តាជួយរូបខ្ញុំបាទផលចន្ទរាបាទអត់និយាយទីទូនាទីនឹងត្រឹមតែសាក់ទេព្រោះខ្ញុំបានចាក់ចេញហើយអាវមួយនេះគឺខ្ញុំពាក់ឡាយដើម្បីប្រាប់បងប្អូនទាំងអស់គ្នាថាខ្ញុំទើបតែចាក់ចេញផ្ទេរឈ្មោះឲ្យបងប្រុសម្នាក់ទៀតហើយបាទដូច្នេះហើយខ្ញុំអត់ស្រឡាញ់ទូនាទីនិងអំណាចរបស់ខ្លួនឯងទេអ្វីដែលខ្ញុំស្រឡាញ់បំផុតនោះគឺប្រទេសជាតិរបស់ខ្ញុំនោះណា
អត់ស្រឡាញ់អត់ស្រឡាញ់ទូនទីរបស់ខ្ញុំទេណាតរន្តរស័ក្តិខ្ញុំអត់ស្រឡាញ់ដែរអ្វីដែលខ្ញុំស្រឡាញ់បំផុតគឺទឹកដីរបស់ខ្ញុំនេះជាសាសនាព្រះមហាក្សត្រប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលរបស់ខ្ញុំនេះបាទខ្ញុំលះបង់ស័ក្តិរបស់ខ្ញុំលះបង់ទូនទីដែលជាគ្រូលំហាត់របៀបណាចោលបាទអញ្ចឹងដូចគ្នាហើយសូមមេមេតាអាណិតអនុគ្រោះដល់កូនចៅមេតាជួយដល់កូនចៅឲ្យបានមកគៀកស្មាហើយខ្ញុំសូមធានាថានឹងមិនឲ្យឆ្លោះឆ្លោយកន្លែងណាមួយចរិតខាតបាទសូមអរគុណសូមជម្រាបលា